Dạបងប្អូនទាំងអស់គ្នានឹកឃើញផុសតកៅផងកដៅផងកលាតផងបាទតែនៅក្រោយភាពជោគជ័យបាទបងមិនជារឿងងាយទេបាទមើលស្មាននេះគេអស់ហើយបាទ10:33ហើយនៅដូរត្រង់កលាតហើយនេះមួយខែអាចឡើងមកថ្នាំងដៃប៉ុណ្ណេះណាអត់ដូរហ្នឹងមួយញាក់ហ្នឹងឡើងពុលមកពីទីអស់បាទនេះត្រង់ដូរវាដាក់ខាងទូចខាងនោះដាក់ធំចឹងហើយបងតែតែសួរអាហ្នឹងមិនហើយចាំមើលបានលក់អត់ទីផ្សារមិនបាទតស៊ូណាបងអើយវាមិនជារឿងងាយទេគ្រាន់តែឃើញផុសលក់ឲ្យតែផ្អើទីផ្សារដូចតែគេដូចតែឯងដែរហ្នឹងផុសយើងលក់បានយើងផុសយើងលក់បានយើងផុសហ្នឹងតែគាត់ថានៅពីក្រោយភាពជោគជ័យហ្នឹងបងនេះឃើញទេគឺនៅជោគជាំនៅជាមួយវាឡើយនេះបាទគឺដួងតស៊ូជាមួយគ្នា5ឆ្នាំតំងផាត់ជាគ្រូបរិញ្ញាបងអស់គ្នាធ្វើវីដេអូចែកម្លែកបាទមានបទពិសោធន៍ហើយកន្លងនេះក៏រយៈពេល4ឆ្នាំដែរបងហើយតើត្រីនេះក៏4ឆ្នាំដែរប៉ុន្តែគាត់ថាតិចយើងវាអត់ធ្វើធំណាដោយសារថាយើងវាមិនថាចង់ចាប់វាជាអាជីពពីព្រោះចាប់ជាអាជីពតើយើងនៅជាមួយវាដែលយើងមានរបរស៊ីផ្សេងអញ្ចឹងណាយើងនេះលក្ខណៈទី1កំសាន្តអារម្មណ៍ពេលឥឡូវគិតថាឃើញថាដំណើរការបងមានការគាំទ្រច្រើនមកតាម YouTube ផង Facebook ផងអីផងគាត់ជួយទិញជួយអីចឹងក៏បន្តធ្វើវីដេអូចែកម្លែកបងប្អូនទាំងអស់គ្នាទៀតទៅហើយក៏ចាប់ផ្ដើមព្រីកឲ្យធំទៅម្ដងតិចដែរហើយក៏អរគុណដែរបានការគាំទ្រពីបងប្អូនទាំងអស់គ្នាហ្នឹងហើយវីដេអូនេះអត់មានចង់បកស្រាយប្រាប់អីទេគាត់ផងប្រាប់បកស្រាយប្រាប់ថាបើចិញ្ចឹមឲ្យកន្លែងឃើញទីផ្សារភ្លាមដូចជាពិបាកណាបងអើយដូចខ្ញុំ5ឆ្នាំសំគេសំឈ្មោះសម្រាប់បានដល់ចំណុចឡើយនេះមិនជារឿងងាយទេរហូតដល់ធ្វើគ្រូបរិញ្ញាបងអស់គ្នាបាននោះសំបែកខ្យងបឺនោះយកមកហ្នឹងឥឡូវឃើញខ្មៅបងអើយបរាជ័យខ្យងបឺខ្មៅហ្នឹងហើយវាអត់ជំនាញអានេះវាគ្រាន់តែការចិញ្ចឹមសាកល្បងបាទដូចបងទិញដួងពីខ្ញុំយកទៅចិញ្ចឹមសាកល្បងអញ្ចឹងហើយខ្ញុំទិញខ្យងបឺបងមកសាកល្បងវិញវាមានតែប៉ុណ្ណឹងហើយបើយើងផ្ដោតទៅលើដួងពេកក៏វាមិនកើតផ្ដោតទៅលើកលាតពេកក៏មិនកើតផ្ដោតលើតែតកៅត្រីនេះក៏មិនកើតបាទសិតតែជាយើងមួយសិតតែទិញហើយយកទៅចិញ្ចឹមសិតតែគិតថាទី1យើងអាចហូបចុកខ្លួនឯងទី2វាថាអាចរកចំណូលបានក្រៅម៉ោងតិចតួចចឹងណាលក់បាន1គីឡូ2គីឡូហើយលុយវាបាននៅខាងក្រៅយើងក្រៅពីការងារយើងអាចបានលុយចាយផ្សេងចឹងណាតែសូមបងទិញទៅមានការប្រុងប្រយ័ត្នផងដូចអ្នកខ្លះអីគាត់មិនសូវចេះទេគាត់បានតែឃើញវីដេអូអីចេះពីខ្ញុំចេះពីអីក៏គាត់យកទៅបរៀនយកទៅអីហើយបងខ្លះគាត់ទិញឡើងចង់ដល់10ឈុតគាត់ថាទិញប៉ះគេអត់បរៀនសោះបងទិញខុសសួរនាំទៅគេមិនឆ្លើយតបគេបខំឲ្យទិញពូជទៅពេលទិញពូជហើយសួរគេលែងឆ្លើយគេថាមុនទិញពូជគេថាគេដឹងបរៀនហើយទៅពេលទិញពូជហើយគេអត់បរៀនហ្នឹងហើយអញ្ចឹងខ្ញុំតែងតែនិយាយកន្លែងថាបងមើលធ្វើជាគ្រូរបស់គេធ្វើជាគ្រូបរៀនគេសូមទទួលខុសត្រូវផងកុំទុកកូនក្រុមចៅណាបងណាគាត់អត់ចេះគាត់រត់មករកយើងទៅពេលយើងទុកគាត់ចោលទៀតបាទសូមលោកដោយមានឧត្តមគតិណាបងបាទមិនថាគេមិនថាខ្ញុំទេហើយខ្ញុំក៏មកព្យាយាមឲ្យបងប្អូនទាំងអស់គ្នាមកទិញតែខ្ញុំដែរខ្ញុំអត់មានព្យាយាមចឹងទេខ្ញុំគាត់តែងតែប្រាប់បងថាបងព្យាយាមតាមដានវីដេអូពីមួយទៅមួយវីដេអូបរិញ្ញាគឺគេបរិញ្ញាវីដេអូដែលគេកាត់តចឹងណាពេលខ្លះបងឃើញតែវីដេអូគេដាក់អូចេះមកបងជឿជាក់គេពេលទិញទៅក៏ពិតមានស្អីស្ដាប់វីដេអូយកពីគេយកពីអីមកពេលខ្លះវីដេអូសំដែងដូចពីណាគេ screenshot រូបពីណាគេទេយកមកឲ្យខ្ញុំមើលម៉ែហើយក៏ធន់ដួងលេខដាក់7 8គេធន់ត្រួតគ្នាម៉ណាយក៏ធន់ដួងបាទខ្លាំងអស់ឲ្យត្រឹម4បាទដល់ខ្ញុំលើចំនួនការខ្ញុំចំ2020ខ្ញុំដាក់5បង5ហើយអាខាងក្រោមនៅបាយក៏ធន់ក្រោមតាំងពីពេលហ្នឹងមកខ្ញុំបន្ថយដាក់ត្រឹមតែ4ហ្នឹងទេអ្នកខ្លះក៏ដាក់ត្រឹម3អីចឹងទៅបាទខ្លះហ្នឹងគេដាក់ឡើង7 8ក៏ធន់ម៉ាយហើយបងដែលអត់ចេះគាត់ជឿឡើងស្លុបបាទអញ្ចឹងណាអ្វីដែលឃើញអ្វីដែលត្រង់អ្វីដែលនេះខ្ញុំច្បាស់ខ្ញុំនិយាយប្រាប់បងប្អូនតែប៉ុណ្ណឹងហើយបើទីផ្សារសាច់ដួងទៀតសិតតែច្បាស់ទៀតណាបាទមិនចេះតែលេងសើចទេបើដូចខ្ញុំចំ5ឆ្នាំហើយមិននៅតែប៉ុណ្ណឹងទេបងបើចង់ព្រិចបានភ្លាមបាទប៉ុន្តែអ្វីដែលសំខាន់សាច់លក់ឲ្យអ្នកណាអញ្ចឹងយើងមិនថាបងធ្វើទៅវិធីតិចទៅដូចឈុតចំសាក់ដបងអីយក3ឈុតទៅល្អបងតាមដានខូចមកកធុនសល់2កធុនទៀតយើងតាមដានណា
បើខូចពីកធុនក៏យើងសល់មកកធុនដែរអញ្ចឹងទៅយើងដឹងថាការបរិមាណនៃការលាយទឹកនៃការដាក់ EM ស្កររមូចំណីរបស់យើងទៅវាមិនយើងយកអាកធុនណាដែលល្អនេះយកធ្វើជាគំរូទៅហ្នឹងហើយហ្នឹងជាហេតុផលដែលខ្ញុំច្រើនប្រាប់បងថាទិញ3ឈុតទៅហ្នឹងហើយបងខ្លះគាត់បានមើលហើយគាត់យល់រៀងច្រើនគាត់ដាក់ដល់5ឈុត10ឈុតបាទហ្នឹងក៏អត់អីដែរយកបងដែរមិនទាន់ខ្លាំងទេមើលតិចធ្វើ3ឈុតហ្នឹងទៅល្អបំផុតហើយបើទិញមួយឈុតបើសិនជាមួយឈុតហ្នឹងមានបញ្ហាដូចជាចំណីតកៅឬចំណីចេកច្រើនពេកវាអាចស៊ីកូនដួងយើងអញ្ចឹងណាស៊ីពងដួងស៊ីអីទៅវាខាតពេលខាតវេលាយើងនៅតាមដានខាតទាំងចំណីខាតអីហ្នឹងអូខេយប់ហើយក៏មិនរៀបរាប់អីច្រើនណាគាត់ចង់ប្រាប់ថាកសិកម្មបងព្យាយាមតស៊ូបើបងខ្វល់ឲ្យទីផ្សារខ្លាំងពេកហ្នឹងគឺវាអាចមានបញ្ហាដែរដូចខ្ញុំនេះតាំងពី2020រហូតដល់2025នេះទៅលក់បានមួយគ្រាន់ទេបាទតែបើគាត់ថាចែកគេហូបហ្នឹងមួយឆ្នាំជាងដែរហ្នឹងដើម្បីឲ្យគេស្គាល់ឈ្មោះស្គាល់ដឹងថាយើងអ្នកចិញ្ចឹមអ្នកអីចឹងណាអូខេអរគុណច្រើនបាយបាយ